សម្លម្ជូរគេបង់មកអមចុះមិនសម្លម្ជូរនេះគេបង់ម្រះព្រៅអញ្ចឹងសម្លម្ជូរត្រីឆ្អើបងប្អូនគឺវាត្រូវជាមួយនឹងក្លិនម្រះព្រៅគ្រាន់តែបង់ម្រះព្រៅមកគឺឃ្លានបាយហ្មងណាបងប្អូនបងតែម្រះព្រៅភ្លាមឈ្ងុយពីក្រួយផ្ទះដល់មុខផ្ទះហ៎តែបើអ្នកគ្រុនល្មមញ៉ាំសម្លហ្នឹងដឹងតែស្វាងហ្មងរៀងជូរបន្តិចរៀងប្រៃបន្តិចញ៉ាំមួយបាយកក់ក៏ត្រូវបាយក្តៅក៏ត្រូវដែរញ៉ាំអស់មួយចានពីរចានណាអត់ដឹងខ្លួនទេណាស្លម្ជូរត្រីឆ្អើហ្នឹងងាយស្រួលធ្វើជាងគេក្នុងចំណោមស្លម្ជូរទាំងអស់តោះឥឡូវទៅស្លម្ជូរទាំងអស់គ្នាណាសម្រាប់ត្រីឆ្អើហ្នឹងគឺខ្ញុំស្លទៅមកចកៈទេស្លមួយមុខហ្នឹងបើបងប្អូនចង់ដាក់ផ្សិតដូចនៅក្នុងវីដេអូហ្នឹងក៏បានមានផ្សិតច្បើងក៏បានដែរខែហ្នឹងមានត្រួយអំពិលអញ្ចឹងនាងខ្ញុំស្លដាក់ត្រួយអំពិលទៅតែបើសិនជាបងប្អូនស្លប៉ះចំខែមានត្រួយអំពិលទេអាចដាក់ជាមួយនឹងម្ជូរដែលបងប្អូនចូលចិត្តទៅមានម្ជូរអំពិលខ្ចីឬក៏ម្ជូរអំពិលទុំសដានក៏បានដែរបាននិយាយរឿងធ្វើម្ហូបអត់ខ្ជិលទេម៉ាក់ណាដូចម៉ាក់ផ្ទះនេះធ្វើម្ហូបគឺអត់ខ្ជិលទេឲ្យតែអ្នកផ្ទះគាត់រកនឹកឃើញថាអូចង់ញ៉ាំម្ហូបនេះចង់ញ៉ាំម្ហូបនោះអាហ្នឹងគឺធ្វើហ្មងយូរទៅចង់កាត់ស្ត្រីនឹងរឿងរោនឹកធ្វើម្ហូបហ្នឹងតាបងប្អូនហើយស្លម្ជូរត្រីឆ្អើមួយមុខហ្នឹងណាគឺបើទូមកមានគ្រឿងស្រេចទេអញ្ចឹងក៏ស្លម្ជូរត្រីឆ្អើហ្នឹងហ្មងទៅត្រីឆ្អើដែលយកមកស្លហ្នឹងគឺមានតែត្រីដៃហ្នឹងហើយបងប្អូនវារៀងមានសាច់ណាបើត្រីផ្សេងប្រហែលជាអត់សូវមានសាច់ទេតែមុននឹងយើងយកមកបេះហ្នឹងគឺយើងយកទៅកដៅវារៀងស្រួយតិចទៅអាហ្នឹងពេលយើងស្លទៅក៏សាច់ត្រីយើងវារៀងអត់បែកតាមហ្នឹងអញ្ចឹងដែរហើយបងប្អូនចង់ដាក់ទាំងស្បែកក៏បានដែរហើយនេះខ្ញុំដាក់ទាំងស្បែកខ្លះសម្រាប់ត្រីហ្នឹងខ្ញុំបេះយកតែមួយចង្កាក់ទេប្រហែលជា4ត្រីអញ្ចឹងណាតែបងប្អូនចូលចិត្តត្រីឆ្អើច្រើនយើងដាក់ច្រើនទៅអាហ្នឹងក៏បានសាច់រៀងច្រើនដែរសម្រាប់ស្លម្ជូរសំខាន់បំផុតគឺក្លិនប្រហុកណាបងប្អូនបើប្រហុកហ្នឹងវាឈ្ងុយចង់និយាយថាស្លហ្នឹងគឺវាឈ្ងុយហើយឆ្ងាញ់ហ្មងធំតែក្លិនប្រហុកគឺដឹងថាស្លហ្នឹងឆ្ងាញ់អញ្ចឹងបើសម្រាប់អ្នកផ្ទះនាងខ្ញុំវិញឲ្យតែស្លម្ជូរម្ដងគឺលោប្រហុកណាចូលចិត្តដាក់ប្រហុករៀងច្រើនព្រោះចូលចិត្តក្លិនប្រហុកហើយនឹងរសជាតិរៀងដិតណានិយាយរួមទៅស្លម្ជូរត្រីឆ្អើគឺងាយស្រួលស្លជាងគេហ្មងបងត្រីឆ្អើបងបន្លែបងម្ជូរលីគ្រឿងជាការស្រេចហ្មងស្លម្ជូរត្រីឆ្អើហ្នឹងប៉ះជាមួយនឹងត្រួយអំពិលហ្នឹងទៀតអូយអេមកបងប្អូនអើយហើយនឹងមួយទៀតគឺផ្លែអំពិលខ្ចីបើបងប្អូនអត់ត្រួយអំពិលខ្ចីគឺពីរមុខហ្នឹងគឺត្រូវជាងគេម្ជូរត្រីឆ្អើនៅពេលស្លបងប្អូនកុំលបគ្រឿងពេកដំបូងយើងដាក់គ្រឿងតិចសិនទៅនៅពេលដែលយើងស្លស្ទើររសជាតិអីយើងអាចថែមថយតាមក្រោយបានអញ្ចឹងណាស្លម្ជូរត្រីឆ្អើហ្នឹងអត់យករសជាតិផ្អែមទេណាបងប្អូនប៉ុន្តែបងប្អូនអាចលួចថែមស្ករបន្តិចបានព្រោះដើម្បីឲ្យបន្ថែមរសជាតិស្លយើងកាន់តែឆ្ងាញ់អញ្ចឹងណាពេលស្លយើងពុះបើសិនឃើញមានពពុះក៏ភ្លេចដួសចោលផងណាដើម្បីឲ្យទឹកស្លយើងវានៅថ្លាល្អចាឥឡូវស្លយើងឆ្អិនហើយចុងក្រោយបង់ម្ទេសបង់ម្រះព្រៅជាការស្រេចតែកុំភ្លេចភ្លក់រសជាតិផងណាបើថាស្ទើរអីខុសរសជាតិបងប្អូនកុំភ្លេចថែមខ្លួនឯងផងហើយសម្រាប់ខ្ញុំជូរបន្តិចរៀងប្រៃបន្តិចអាហ្នឹងអែមសម្រាប់គ្រួសារខ្ញុំអញ្ចឹងណាអូយឆ្ងាញ់ណាស់បងប្អូនអើយហត់ហើយមានកម្លាំងហ្មងណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនមានចម្ងល់អាច comment សួរនៅក្រោមវីដេអូនឹងបានណាអរគុណជម្រាបលាបងប្អូនចូលចិត្តកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំផងណាអរគុណ